បាទសួស្តីបងប្អូនថ្នាក់បឋមហើយអនុវិទ្យាល័យទាំងអស់គ្នាបាទថ្ងៃនេះគឺយើងដំឡើងភាគ3នៃពភាគបាទតាមដែលយើងចង់បានបាទអញ្ចឹងយើងមើលគេឲ្យគេមានពភាគ2ភាគ4បាទ2ភាគ4បន្ទាប់មកគេឲ្យយើងដំឡើងភាគបែងពី4ទៅជា8បាទអញ្ចឹងដើម្បីឲ្យភាគបែងខាងក្រោមនេះទៅជា8បានន័យថាយើងត្រូវយក4ហ្នឹងទៅគុណនឹងប៉ុន្មានយក4ខាងក្រោមហ្នឹងទៅគុណនឹងប៉ុន្មានបាទគឺត្រូវយក4ទៅគុណនឹង2បាទអញ្ចឹងយើងយក4គុណនឹង2មកបាទកាលណា4គុណនឹង2 2ក៏ត្រូវគុណនឹង2ដែរ2គុណនឹង2ស្មើប៉ុន្មាន4បាទ4គុណនឹង2ស្មើ8ឃើញទេបាទភាគបែងប្រែប្រួលហើយបាទតោះបន្តមកទៀតដំឡើងភាគបែងពី5ទៅជា10អញ្ចឹង5ដើម្បីបាន10ត្រូវគុណនឹងប៉ុន្មានបាទគុណនឹង2កាលណា5គុណនឹង2 4ត្រូវគុណនឹង2ដែរ4 2ដងប៉ុន្មាន8ហើយ5 2ដងប៉ុន្មាន10បាទប្រែប្រួលហើយបន្តមកទៀតដើម្បីដំឡើងពី7ទៅជា14 7ត្រូវគុណនឹងប៉ុន្មានបាទ7ត្រូវគុណនឹង2បាទ7 2ដង14ណាអញ្ចឹង5ត្រូវគុណនឹង2ដែរអញ្ចឹងយើងបានទៅជា10ភាគ10 14បាទបន្តមកទៀតចុងក្រោយគេបាទចុងក្រោយគេអាយ៉ាចុងក្រោយគេទុកឲ្យបងប្អូនអរគ្នាសាកល្បងក្នុងការដោះស្រាយខ្លួនឯងបាទអញ្ចឹងយើងមាន5នៅលើ12បាទ5នៅលើ12ហើយយើងសាកល្បងមើលទៅសង្ឃឹមថាបងប្អូនអរគ្នាអាចធ្វើបានដែរបាទអរគុណច្រើនជម្រាបលាហើយយើងជួបគ្នានៅវីដេអូក្រោយ